ឥឡូវគឺមានប្រិមិត្តជាច្រើនបានសួរតាក់ទងជាមួយនឹងសារៈសំខាន់នៃដំណើរបរិយាដំណើររបស់ព្រះមហាក្សត្រថៃវិជ្ជលង្កនទៅបំពេញបរិយាទស្សនកិច្ចនៅក្នុងប្រទេសចិនបាទឥឡូវនេះព្រះអង្គបានយាងទៅដល់ហើយខ្ញុំសូមដកស្រង់អត្ថបទនេះរបស់សារព័ត៌មាន BBC Jonathan Head គាត់បានរាយការណ៍ពីទីក្រុងបាងកកប្រទេសថៃមកឥឡូវនេះខ្ញុំសូមចែករំលែកថាតើកាសែត BBC គាត់រាយការណ៍យ៉ាងម៉េចអញ្ចឹងប្រិមិត្តចាំទទួលហើយនឹងពិចារណាទាំងអស់គ្នាណាបាទព្រះមហាក្សត្រថៃមហាវិជ្ជរាលង្កនបានយាងមកដល់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ព្រះមហាក្សត្រថៃដែលកំពុងគ្រងរាជ្យព្រះរាជដំណើរទស្សនកិច្ចនេះធ្វើឡើងតាមការយាងរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីងដើម្បីអបអរសាទរខួបលើកទី50នៃការកសាងទំនាក់ទំនងការទូតឡើងវិញរបស់ប្រទេសទាំងពីរគេជឿថាប្រទេសចិនបានជំរុញឲ្យមានដំណើរទស្សនកិច្ចនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយប្រទេសថៃនៅតែជាសម្ព័ន្ធមិត្តយោធារបស់សហរដ្ឋអាមេរិកជាផ្លូវការប៉ុន្តែទំនាក់ទំនងជាមួយនឹងប្រទេសចិនបានរីកចម្រើនកាន់តែជិតស្និទ្ធគ្នាក្នុងរយៈពេលប្រមាណឆ្នាំថ្មីនេះផ្ទុយទៅវិញទំនាក់ទំនងជាមួយទីក្រុង Washington ត្រូវបានរំខានដោយការរិះគន់របស់សហរដ្ឋអាមេរិកចំពោះសិទ្ធិមនុស្សនៅក្នុងប្រទេសថៃដោយនិងពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងការយល់ឃើញថាសហរដ្ឋអាមេរិកលែងបដិញ្ញាចិត្តដោយពីមុនចំពោះមិត្តភ័ក្តិអាស៊ីរបស់ខ្លួនទៀតហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយរដ្ឋាភិបាលថៃបាននិយាយថាដំណើរទស្សនកិច្ចនេះគូបញ្ជាក់ពីមិត្តភាពដ៏ជ្រាលជ្រៅនិងការយោគយល់គ្នាទៅវិញទៅមកដែលរួមគ្នារវាងប្រទេសថៃនិងប្រទេសចិនគ្រប់កម្រិតក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកាន់រដ្ឋធានីប៉េកាំងព្រះមហាក្សត្រនិងម្ចាស់ក្សត្រីសុធីតានឹងយាងទស្សនាទីតាំងសំខាន់ក្នុងស្រុកដូចជាវត្តលីងកងនិងទីក្រុងអវកាសប៉េកាំងប្រធានាធិបតីស៊ីនិងភរិយារបស់លោកក៏នឹងរៀបចំពិធីជប់លៀងរដ្ឋសម្រាប់រាជវង្សថៃផងដែរប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសថៃហើយកាន់តែក្លាយជាគូប្រជែងកាន់តែខ្លាំងឡើងជាមួយនឹងសហរដ្ឋអាមេរិកក្នុងនាមជាប្រភពនៃការផ្ដល់សម្ភារៈយោធាជនជាតិថៃជាច្រើនមានដើមកំណើតមកពីជនអន្តោប្រវេសន៍ដែលមកពីប្រទេសចិនហើយរដ្ឋាភិបាលចិនតែងតែបង្ហាញនៅអ្វីដែលខ្លួនហៅថាទំនាក់ទំនងបងប្អូនឬជាគ្រួសាររបស់ពួកគេសារៈសំខាន់នៃចំណងទាំងនោះជាមួយប្រទេសថៃត្រូវបានគូសបញ្ជាក់នៅដើមឆ្នាំនេះនៅពេលដែលអាជ្ញាធរថៃបាននិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនអ៊ុយហ្គើចំនួន40នាក់ត្រឡប់ទៅប្រទេសចិនវិញបើទោះបីជាមានការប្រឆាំងនិងការព្រមានមិនឲ្យធ្វើដូច្នេះពីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ក៏ដោយបន្ទាប់មកនៅក្នុងខែសីហាការតាំងពិព័រណ៍មួយនៅមជ្ឈមណ្ឌលសិល្បៈសំខាន់របស់ទីក្រុងបាងកកដែលមានសិល្បករអ៊ុយហ្គើនិងទីបេត្រូវបានរារាំងបន្ទាប់ពីមានការតវ៉ាពីអ្នកការទូតចិនរដ្ឋាភិបាលថៃក៏ត្រូវបានជំរុញដោយមានការដាក់សម្ពាធរបស់ចិនឲ្យចាត់វិធានការប្រឆាំងនឹងក្រុមអ្នកបោកប្រាស់ដែលដំណើរការតាមបណ្ដោយអ្នកបោកប្រាស់អនឡាញដែលដំណើរការតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយនឹងមីយ៉ាន់ម៉ាហើយការជំទាស់របស់ប្រទេសចិនត្រូវបានសន្មតថាជាកត្តាមួយដ៏សំខាន់ក្នុងការរារាំងសំណើដើម្បីធ្វើឲ្យកាស៊ីណូនៅក្នុងប្រទេសថៃបានស្របច្បាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏សំខាន់លើកដំបូងរបស់ព្រះមហាក្សត្រវិជ្ជរាលង្កនចាប់តាំងពីព្រះអង្គឡើងគ្រងរាជ្យកាលពី9ឆ្នាំមុនកាលពីខែមេសាព្រះអង្គបានយាងជាលើកដំបូងទៅកាន់ប្រទេសប៊ូតានចំណងមិត្តភាពរវាងប្រទេសថៃនិងប្រទេសចិនត្រូវបានកាត់ផ្តាច់នៅឆ្នាំ1949បន្ទាប់ពីពួកកុម្មុយនីសបានឡើងកាន់អំណាចនៅក្នុងប្រទេសចិនបន្ទាប់ពីបានកម្ចាត់កងកម្លាំងជាតិនិយមនៅក្នុងសង្គ្រាមស៊ីវិលការនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសដ៏ល្បីល្បាញរបស់ព្រះបិតារបស់ព្រះអង្គគឺព្រះបាទភូមិពលអាដុលយ៉ាដេទៅកាន់សហរដ្ឋអាមេរិកក្នុងទសវត្សរ៍1960នៅពេលដែលប្រទេសថៃត្រូវបានគេចាត់ទុកថាជាដៃគូដ៏សំខាន់ក្នុងសង្គ្រាមត្រជាក់និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅឥណ្ឌូចិន
ប៉ុន្តែម្ចាស់ក្សត្រីសិរិនថនដែលជាព្រះអនុជរបស់ព្រះមហាក្សត្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារនិងរក្សាទំនាក់ទំនងថៃចិនចាប់តាំងពីពេលនោះមកម្ចាស់ក្សត្រីសិរិនថនបានសិក្សាសិល្បៈនិងភាសាចិនអស់រយៈពេល45ឆ្នាំកន្លងមកហើយតែងតែយាងទៅទស្សនាប្រទេសចិនជាញឹកញាប់បាទនេះគឺជាសេចក្តីរាយការណ៍របស់ BBC ទាក់ទងនឹងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រថៃវជ្ជរលង្កនទៅប្រទេសចិនណាអញ្ចឹងប្រិមិត្តអាចទទួលយកបានតាមការគួរតើយល់យ៉ាងណាដែរបាទនេះគឺជាសេចក្តីរាយការណ៍ផ្លូវការណាបាទ